បាទចំណុចបន្ទាប់គឺគ្រូបង្ហាញពីបាទ mapper បាទអញ្ចឹងនៅក្នុងនេះ mapper យើង map ពី DTO មក entity មកកាន់ DTO បាទអញ្ចឹងឡើយនេះដាក់ថា new class ណាមិននេះទៀតទេមិន interface ទេគឺ class បាទអញ្ចឹងឡើយនេះយើងប្រើបាទឈ្មោះថា room mapper បាទណាក្នុង package mapper ណាបាទ room mapper បាទអូខេអញ្ចឹងដល់នេះយើងប្រើ map stack នេះយើងប្រើ map stack បាទណាវាអត់តមានណាវាអត់មានបាទអញ្ចឹងយើងត្រូវថែម dependency ណាយើងថែម dependency map stack ហ្នឹងមកបាទអញ្ចឹងតែនេះត្រូវការ config បន្តិចណាបាទនេះយើងចង់ប្រើmapper បាទតែវាអត់មានបាទអញ្ចឹងត្រូវថែម dependency នៅក្នុងនេះបាទនៅតែមិនគួរធ្វើអញ្ចឹងបាទជប់សិនបាទ mapper គាត់ធ្វើពីដំណាក់កាលបានណាពីដំណាក់កាលបាទដើម្បីបញ្យល់គ្នាយើងណាដែលថ្មីបាទមិនចាំប្រើ map stack ក៏បានដែរបាទឥឡូវគ្រូសូពីចំណុចដំបូងសិនបាទឥឡូវយើងអត់តន់ប្រើ map stack បាទណាអត់តន់ប្រើ map stack យើងប្រើ mapper ធម្មតាសិនយើង manual config ខ្លួនឯងបាទ set ខ្លួនឯង public គ្រូចង់ convert ពី DTO ណានេះចេះឡើយនេះគ្រូបាទដាក់ថាDTO បាទ to entity អញ្ចឹងណាបាទអញ្ចឹងមានន័យថាវាជា entity បាទគឺ room បាទហើយក៏ដាក់ថា to room ចុះណាបាទ to room បាទយើងគាត់ពី DTO បាទអញ្ចឹង parameter របស់យើងគឺ room DTO ណាបាទហើយគ្រូ return ណាចោលសិនបាទ command shift O អូខេអានេះ DTO វាត្រូវការ object មួយ room DTO បាទការស្រេចអូខេអញ្ចឹងឥឡូវនេះយើង copy logic យើងមក logic យើងគឺយើងគ្រាន់តែបាទនេះ control X ណា control X មកអាយ៉ាដល់ហើយនេះបាទនៅក្នុងនេះ DTO នេះគឺយើង return room ចេញបាទយើងមាន DTO call function នេះយើងនឹងបាន room ណាបាទដាក់អញ្ចឹងសិនបាទអូខេបាទអញ្ចឹងនៅក្នុង CP file យើងនៅកន្លែងនេះបាទយើងអាច call យ៉ាងខ្លីមកដាក់ថាចេះយើងនេះមួយសិនអូខេអានេះយើងចង់ auto buyer ដែរណាយើងចង់ auto buyer ដែរដាក់ថា private room mapperដែរណាចង់ auto buyer បាទតែឥឡូវនេះគឺយ៉ា auto buyer ណាបាទតែឥឡូវនេះគឺអត់អាច auto buyer បានទេសារតែបាទវាមិនជា service ឬក៏ component ទេបាទយើងឲ្យ Spring បង្កើតហើយនឹង config ឲ្យយើងបាទអញ្ចឹងនៅក្នុង room mapper នេះយើងអាចដាក់ចេះបានយើងដាក់ថា add service ក៏បានដែរណាតែនេះសារវាមិនជា logic យើងដាក់ថាធ្វើ component ក៏បានដែរ component គឺក៏វាអាច call បានដែរ component ចឹងណាបាទអញ្ចឹងនេះយើងអាច auto buyer បានដែរបាទ room mapper បាទហើយនៅក្នុងនេះយើង call មកគេដាក់ចេះroom បាទ room mapper អញ្ចឹង dot បាទ to room នេះយើងបោះ room DTO នេះចូលបាទអញ្ចឹង return type វាបាន room ហើយបាទអញ្ចឹងគួរដាក់លេខដាក់ចំនេះមកជឿសេខ្លួនឯងណាជឿសេខ្លួនឯងដាក់ for to ជំនួយដាក់ cursor ចំនេះមក control លេខ1មក assign statement to new local variable បាទនេះបានជា room ណាហើយនេះគឺចាប់
automatic sale បាទអូខេបានប៉ុណ្ណឹងបាទហើយចុះ return នៃគេបាទ return ជា mono នៃ room DTO បាទអញ្ចឹងយើងមើលនេះវា return នៃគេនេះដូចវា return ជា mono នៃ room ណា return ជា mono នៃ room បាទអញ្ចឹងយើងត្រូវ map វាទៅកាន់បាទ DTO វិញណាបើថាបើសិនជាយើង return room ចាស់វាអត់ទទួលទេណា room នេះជាentity តែ type function របស់យើងគឺ mono នៃ room DTO បាទអញ្ចឹងយើងត្រូវ convert វាបន្តិចដែរហ្នឹងបាទចឹងតែយើង convert របៀបម៉េចបាទវាចូលដល់ concept ច្រើនតិចណាយើងហ្នឹងណាសបច្រើនតិចហើយបើយើងចង់ return mono នេះបាទអញ្ចឹងដំបូងបាទគឺយើង dot ចាដោយសារតែក្នុងប្រឡោះនេះណាវាតកតងជាមួយនឹង concept Springware Flop អូខេឡើយនេះត្រូវចាំបាច់យើងដល់ពេលដែលចាំបាច់ត្រូវយល់ពី concept វា Springware Flop បាទអញ្ចឹងដែលយើងសល់ពេលច្រើនណាព្រោះតែពាក់យើងមានតែថ្ងៃអាទិត្យទេអញ្ចឹងច័ន្ទដល់សុក្រច័ន្ទដល់សៅរ៍យើងមានពេលដើម្បីទៅយល់ concept ហ្នឹងណាបាទតែពីសប្តាហ៍មួយចប់ហើយបើរៀនមួយគ្រូមិនផ្លែតទេបាទអូខេអញ្ចឹងឡើយនេះគូដាក់តែចេះពេល save ហើយវាបានជា mono ណាបាទ mono នៃroom ហ្នឹងបាទអញ្ចឹងយើងអាចបោះ message មួយបាទឥឡូវថាកុំតន់បោះចុះណាកុំតន់បោះយើង map តែម្ដងយើងនេះយើងបានគេនេះមែនតើទៅយើងត្រូវយើងគួរ lock មួយសិនបាទតែគួរឲ្យសូពេលក្រោយបានបាទក្នុងពេលនេះគោលបំណងចាំបាច់របស់យើងគឺ return room នឹងចេញ mono room DTO នឹងចេញបាទបច្ចុប្បន្នយើងមាន mono នៃ room ហ្នឹងបាទឥឡូវយើងចង់បាន mono នៃ room DTO បាទអញ្ចឹងគឺប្រើ map ណា map អូខេ map នេះយើងមានគេយើងមាន room យើងចង់ convert ទៅកាន់room DTO បាទអញ្ចឹងដល់នេះយើងកើត DTO មួយទៀតមក mapper មួយទៀតមកបាទមិនយើងពី DTO មក entity ឥឡូវពី entity ទៅ DTO មកអញ្ចឹងហ៎ពី entity យើងគាត់ DTO វិញមកបើមួយគុំម្ដង sale មួយគុំម្ដងឲ្យclient បានឃើញថា return type return តាំងស្អីគេខ្លះបាទអញ្ចឹងទៅ DTO វិញតែដូចគ្នាអញ្ចឹងបាទគាត់ថា public បាទដល់នេះគឺ room DTO បាទនេះគាត់ថា tattoo room DTO ណា room DTO room ចេះមកបាទសេឡើងវិញមកបាទគ្រូសេ manual សិនណាបាទទៀតគ្រូនឹងប្រើ map សាក់ជំនួយបាទ session ក្រោយ room DTO បាទ DTO ស្មើ new room DTO បាទហើយ DTO dot បាទ set attribute room dot get attribute បាទ DTO dot set name បាទគឺមកពី room dot get name បាទហើយយើង return room DTO ទីមក room DTO ទីមកជាការស្រេចណាបាទនេះ DTO ទៅទេ DTO ទៅទេបាទអញ្ចឹងយើងមាន room យើងចង់បាន room DTO បាទអញ្ចឹងយើង call room mapper យើងមក room mapper dot បាទ to room DTO ណាបោះ room នេះចូលជាការស្រេចបាទអូខេអានេះវាជន់គ្នាឥឡូវគាត់ថាធ្វើតា or ចុះ or ហានេះ or ចុះបាទអូខេហើយ return នេះយើង return ណៅចោលសិនឥឡូវយើងមើល type យើងពេលនេះជាអ្វីបាទយើងចុចត្រឹម method នេះចុចត្រឹម method នេះបាទអញ្ចឹង control លេខ1មកបាទខ្ញុំអាច
អាចមើលបានណាបាទអាចមើលតាម function នេះបាននេះមើលយើងប្រើ tool មើល auto space មើលនេះ auto space មើលអូខេfunction ហ្នឹងវា return mono នៃ or ហ្នឹងបាទនេះវា concept នេះទៀតណាបាទគ្រូបាទទៀនទៅមុខគឺតែជួបផ្សេងរហូតបាទជួបអីផ្លែរហូតបាទហ្នឹងគឺវាតាក់ទងជាមួយនឹង stream API ណាបាទគ្រូក៏មានដែរក្នុងវគ្គ Java Advanced បាទតា4វីដេអូទេយើងមើលចប់ហើយបាទនេះតិចទេបើគ្នាយើងស្វែងទៅសិនឯងក៏បានដែរបាទតែគាត់ថាបើហ៊ានមកគ្រូវាស្រាប់គ្រូនាំផ្លូវអ៊ុយអស់ខ្លីៗបាទទី API វា mapper មាន predicate មាន function អីផ្សេងសពច្រើនណានេះយើងបាទនេះគូយើងអញ្ចឹងបាទគ្រូនេះផ្ដោតទៅលើ Java ឬក៏ឯកទេស Java ហើយបាទចឹងនេះយើងធ្វើចេះមកនេះ control លេខ1មកចំកន្លែងហ្នឹងណា control លេខ1មក assign to new local variable ឃើញ type វាត្រូវគ្នានៅនេះ type វាត្រូវគ្នានៅអានេះគាត់ដាក់ថាmono ចឹងណាដាក់ថា mono ចឹងចុះហើយយើងមើល type វាត្រូវគ្នានៅនេះ mono detail អានេះ mono detail ត្រូវគ្នាបាទអញ្ចឹងយើង return mono នេះទៅតែម្ដងជាការស្រេចហ៎បាទជាការស្រេចបាទអញ្ចឹងការអាស្រ័យកូដផាគ្រូនៅពេលនេះនឹងមានការ update នៅពេលក្រោយណានឹងមានការ update ពេលក្រោយបែបតែគ្រូសេសម្រាយអញ្ចឹងសិនចុះដើម្បីឲ្យគ្នាយើងមាន idea ព្រោះអ្នកខ្លះគឺថ្មីសាឡាតែម្ដងបាទតែបាច់បារម្ភយើងកុំភ័យបាទដូចគ្រូនិយាយអញ្ចឹងយ៉ាងហោចណាស់គ្នាយើងបានយល់ពី concept នៃការធ្វើ system standard បើចង់ចិត្តដឹងពីការសេកូដស៊ីជម្រៅ detail បាទហើយយើងរៀន Spring Web Flop ណាផ្នែក Web ក៏បានរៀនជាមួយគ្រូក៏បានដែរបាទអូខេបានប៉ុណ្ណឹងមកគឺអូខេបាទអូខេហើយបាទអញ្ចឹងយើងអាច call វានៅក្នុង controller បានហើយបាទឥឡូវប៉ុណ្ណឹងសិនណាប៉ុណ្ណឹងសិន